បងប្អូនណាខ្លះដែលមានពេលត្រឹមថ្ងៃសៅរ៍កន្លះថ្ងៃថ្ងៃអាទិត្យមួយថ្ងៃអីចឹងណាហើយចង់ដើរលេងចិត្តអត់ចង់ឆ្ងាយហើយសំខាន់នៅរដូវប្រាំងនេះគឺមានទឹកជ្រោះទៅឲ្យលេងគិតអញ្ចឹងខ្ញុំណែនាំកន្លែងមួយដែលអត់ឆ្ងាយពីភ្នំពេញជាងប៉ុន្មានទេត្រឹមតែ100គីឡូជាងយកចតទៅគឺជិះត្រឹមតែ2-3ម៉ោងក៏ដល់ហើយសំខាន់ណាទឹកនៅនោះគឺស្អាតខ្លាំងមែនទែនបើសិនជាបងប្អូនចង់ស្គាល់ទឹកជ្រោះមួយហ្នឹងអូខេតោះទៅតាមដានវីដេអូមួយនេះទាំងអស់គ្នាឡូសួរបងប្អូនអរគ្នាខាងធ្វើវីដេអូដើរលេងចឹងយូរទេឥឡូវទៅចេញធ្វើការហើយទៅរៀបចំអីវ៉ាន់ទៅណាបងប្អូនអូខេចេះផ្លេចអីបងប្អូនផ្លេចពាក់កាសមួយសិនបងប្អូនទីតាមផ្លូវយើងជិះម្នាក់ឯងផងដាក់កាសហំទៅអូខ្ញុំផ្លេចប្រាប់មួយមិត្តភក្តិខ្ញុំគាត់ជិះតែមុនហើយបើយើងអត់ចាំទេនៅពេញទេយើងចាំទេតែដងនៅក្រាសាំងកោតិចសាំងម៉ូតូនៅសល់5កាំឯដែរបងប្អូនហើយត្រូវជិះទៅដង40ជាងគីឡូដល់ហើយប៉ុណ្ណឹងចាំពេលទៅក្រាសាំងខ្ញុំចាក់តាំងថែមអូខេអញ្ចឹងខ្ញុំជិះបានមកស្ទុះជិះដល់គេហៅ spin bike ក្តាមអញ្ចឹងគោលដៅខ្ញុំហើយជាមួយមិត្តភក្តិខ្ញុំថ្ងៃនេះគឺទៅទឹកធ្លាក់មកកន្លែងគឺនៅកំពង់ឆ្នាំងជិះអត់ឆ្ងាយប៉ុន្មានទេពីពេញអញ្ចឹងទៅប្រហែលជា2ម៉ោងទៅ3ម៉ោងអីគឺដល់ហើយទឹកធ្លាក់មួយហ្នឹងឈ្មោះថាទឹកធ្លាក់ថ្មក្រៅបងប្អូននេះខ្ញុំទៅ3-4ដងដែរហ្នឹងហើយជិះបានស្ទុះឥឡូវមកដល់កន្លែងចាំគ្នាហើយមិត្តភក្តិខ្ញុំគឺគាត់ចាំនៅហ្នឹងគាត់មកមុនអូខេហើយប្រហែលជានៅហ្នឹងសម្រាប់មកផ្លែចាក់សាំងចាក់អីហើយបានបន្តដំណើរទៅមុខទៀតសាប់ប្រូមកដល់មកមែនយកមកចាំ100កន្លះម៉ោងឲ្យប្រូដឹងមកនិយាយទៅមិនយូរទេជិះមកដល់ទូកកអីហ្នឹងភ្លេចតែដាក់បកទៅវិញវាតប៉ែតាមថាទូរស័ព្ទហ្នឹងសាកដល់ខ្សែហ្នឹងដាក់ចូលទៀតผมមើលទិញមីបាទមីមកកំប៉ុងទុកញ៉ាំផឹកឡើងខ្ញុំគិតថាយករសជាតិហ្នឹងមីជាតិបាទមីជាតិអត់សូវខលទេមើលទៅនេះរសជាតិត្រង់យ៉ាំហ្នឹងអូរសជាតិមកជូរអូខេពេលសាំងអត់តឡើងផ្លែតដើរលេងហ្នឹងបាទធម្មតាមកលើ1000ទៀតអូអូខេបានខ្ញុំក៏ទិញបន្ទាប់ពីបានសម្រាប់ក៏ដូចជាចាក់សាំងរួចហើយពួកខ្ញុំក៏បន្តទៅមុខទៀតហើយផ្លូវដែលខ្ញុំកំពុងជិះនេះគឺជាផ្លូវជាតិលេខ5ហើយគោលដៅបន្ទាប់គឺយើងទៅខាងមុខទៀតគឺគេហៅថាផ្សារព្រៃខ្មែរឬក៏ភូមិព្រៃខ្មែរអញ្ចឹងទៅដល់ផ្លូវមុខទៀតនេះគឺយើងឈប់ទិញអីវ៉ាន់គឺដល់ច្រកចូលមែនតើបងប្អូនអូខេបងប្អូនគ្នាឥឡូវយើងមកដល់ច្រកចូលហើយច្រកចូលនៅខាងនោះបើតែយើងឈប់ទិញអីវ៉ាន់សិនហេហើយគ្នាយើងមួយទៀតគាត់ទៅទិញម្ហូបទិញបន្លែអត់ដឹងថាធ្វើអីទេប៉ុន្តែអីក៏បានដែរខ្ញុំស្រួលមកម្នាក់ឯងចឹងអូយមេឃក្តៅយ៉ាងអត់ទៀតឥឡូវខ្ញុំនៅកន្លែងនេះគប់ចាំគ្នាទៅឥឡូវម៉ោង4:30នាទីជិះទៅប្រហែលជាចូល1ម៉ោងអីទៀតអូខេឥឡូវចែកចម្លែកបទពិសោធន៍ដល់បងប្អូនបន្តិចមុននឹងចង់ប្រើប្រាស់ម៉ូតូ PCX ឆ្នាំដូចខ្ញុំឆ្នាំ2022ឥឡូវគេចេញដល់2025 26ហើយប៉ុន្តែនៅតែមានបងប្អូនចូលចិត្តហើយស្រឡាញ់ចង់ជិះបើខ្ញុំចែកចម្លែកម៉ូតូរបស់ខ្ញុំគឺ PCX កម្លាំងវិញគឺ 60cc បងប្អូនអរគ្នានេះអូខេកម្លាំងវាគឺ 60cc អញ្ចឹងសម្រាប់ប្រើប្រាស់នៅក្នុងក្រុងក៏ដូចជាខេត្តអញ្ចឹងខ្ញុំចង់និយាយថានៅក្នុងក្រុងគឺអូខេការស៊ីសាំងអីគឺទទួលយកបានប៉ុន្តែអ្វីដែលខ្ញុំចង់រិះគន់តាក់ទងនឹងប្រព័ន្ធបូមអញ្ចឹងម៉ូតូនេះការជិះឆ្ងាយក៏ដូចជាផ្លូវមានកន្លុកផ្លូវដីផ្លូវអីអត់សូវ comfort ណាស់ទេបងប្អូនអរគ្នាគឺខ្ញុំចង់និយាយថាវារៀងអនឡាញយ៉ាងមួយប៉ុន្តែបើសិនជិះក្រុងគឺជិះផ្លូវកស៊ូផ្លូវស្មើអីគឺអូខេអាចទទួលយកបានជាក់ស្ដែងគឺខ្ញុំទៅខេត្តច្រើនហើយខ្ញុំមានជិះផ្លូវដីផ្លូវអីចឹងណាបូមក្រោយវានេះខ្ញុំមានអារម្មណ៍ថាវារៀងទុនមិនទេបង
ប្អូននេះពេលអុកទៅសូភឺគឺមានអារម្មណ៍ថាគឺទឹកចិត្តមែនតើបងប្អូនបើសិនជាបងប្អូនទិញទៅចង់ upgrade ខ្ញុំឲ្យកន្លែងហ្នឹងគឺ upgrade បូមបងប្អូនដាក់ brand អីក៏បានដែរឲ្យតែ comfort ប៉ុន្តែបូមស្រីនេះខ្ញុំគិតថាជីគឺពិបាកមែនតើតាក់ទងនឹងបូមមកអូខេអីទេហើយអ្វីដែលខ្ញុំពេញចិត្តមួយតាក់ទងជាមួយនឹងភ្លើងមុខគឺភ្លឺមែនតើបងប្អូនគឺវាអាចទទួលយកបានពេលយប់អីគឺវាសឹងតែភ្លឺជាងម៉ូតូទូទៅអញ្ចឹងបើពិសោធន៍នឹងការជិះឆ្ងាយ100គីឡូទីសាំងប្រហែលជា3លីត្រទៅ3លីត្រកន្លះខ្ញុំធ្លាប់រត់ទៅដល់កោះស្ដេចក៏ដូចជាទៅកំពង់សោមហើយគឺអែមស្នេហ៍ហ្មងបងប្អូនទៅដល់អនមួយអនគឺផ្លូវដីផ្លូវឧបសគ្គក្លុកអីហ្នឹងគឺវាចាញ់គេតិចអូខេឡើងតែនិយាយជក់មាត់ជាមួយបងប្អូនអរគ្នាគឺម៉ូតូឥឡូវនេះចង់ជ្រើម៉ោងហ្នឹងប្រហែលជាម៉ោង5ជាងអីអញ្ចឹងតម្រាំជិះទៅប្រហែលជាអាចនឹងយប់តិចតួចហើយពេលដែលជិះទៅហ្នឹងគាត់បានចាប់អារម្មណ៍ដែរបងប្អូនចេះជិះលេងទៅស្រាប់តែមានអីបាត់គ្នាខ្ញុំចេះឆ្ងល់ថាបាត់គាត់ទៅណាស្រាប់តែពេលគាត់ឡើង location មកគឺផ្លូវខុសគ្នាបងប្អូនប៉ុន្តែអីផ្លូវហ្នឹងគឺជាបានដូចគ្នាគ្រាន់តែផ្លូវនេះស្ងាត់ហើយស្រួលជិះជាងអញ្ចឹងកុំឲ្យពិបាកណាមួយកុំឲ្យយប់តន់គឺយើងនឹងចាំគ្នានឹងជក់ចូលតែម្ដងខ្ញុំឥឡូវមកដល់ច្រកចូលហើយខ្ញុំចាំគ្នាខ្ញុំសិនគាត់ទៅទិញអីវ៉ាន់នៅក្រោយនេះផ្លូវហ្នឹងគឺផ្លូវចូលហើយបងប្អូនគឺចូលដល់ទឹកមកក្រាលឥឡូវម៉ោង5:25អញ្ចឹងជិះចូលទៅក្នុងទៀតប្រហែលជាកន្លះម៉ោងទៀតហ្នឹងចូលដល់ហើយនេះគឺជាផ្លូវដែលយើងត្រូវទៅទឹកជួរដែលយើងគេងយប់ហ្នឹងបងប្អូនគឺថាមានផ្លូវកស៊ូអីបន្តិចហ្នឹងប៉ុន្តែទៅមុខទៀតគឺផ្លូវដីសុទ្ធតែម្ដងបងប្អូនផ្លូវដីនេះគឺដីក្រហមខុសពីឆ្នាំមុនដែលខ្ញុំខុសមកគឺផ្លូវឥឡូវគឺស្អាតជាងមុនគឺគេបានប្រិចផ្លូវហើយក៏ដូចជួបផ្លូវស្រួលមែនទែនអត់ដូចពីមុនគឺកលុកអរិយអុយខ្លាំងមែនទែនឥឡូវគឺថាឈូសស្មើអីស្រួលជិះមែនទែនសូម្បីតែឡានទៀតក៏ដូចជាម៉ូតូអូតូអីធម្មតាក៏ជិះទៅបានដែរបងប្អូនស្រួលជិះហើយខ្ញុំលើកគេថាអាចនឹងកន្លះឆ្នាំទៅ1ឆ្នាំមួយទៀតប្រហែលជាធ្វើហើយហើយនៅពេលដែលយើងបានផ្លូវស្រួលជិះចឹងហើយយើងបានមើលទេសភាពអូស្អាតមែនទែននៅពេលហ្នឹងគឺពេលល្ងាចគឺថ្ងៃលិចថ្ងៃអីជួបភ្នំច្បាស់អូស្អាតមែនទែនធ្វើចិត្តខ្ញុំនឹងគឺចង់ដល់ធ្វើមិនអីទៅដល់ឡើងទឹកជួនខ្ញុំអត់ចង់ទៅដល់ទៅបងប្អូនអូខេបងប្អូនដល់គ្នាឥឡូវខ្ញុំមកដល់ហើយតែឥឡូវមកដល់ល្ងឹតឆឹងហ្មងឥឡូវពងរកកន្លែងផ្និតមែនទេ the best ទាំងមើលឃើញនេះជំរឿពេលខ្ញុំ set up ទៅឃើញកន្លែងហ្នឹងហ្មងខ្ញុំដាក់ភ្លើងដាក់អីហ្នឹងនេះនៅជាប់មាត់ទឹកហ្នឹងហ្មងកាលឡើងមុនគេមានលក់អីច្រើនចឹងឥឡូវគឺលក់ឲ្យពេញអាហ្នឹងដល់ពេលចឹងស្រួលក្រោយមកមិនច្បាច់ទិញអីទេប៉ុន្តែថ្ងៃនេះខ្ញុំហេងនៅអត់សូវមានមនុស្សស្ងាត់ល្អហ្មងតែក៏ចុះច្រើនណាបងប្អូនអើយគេណាក៏បានដែរឥឡូវចាំសួរតម្លៃគេសិនគេយកប៉ុន្មានម្នាក់ព្រោះខ្ញុំគេងក្រុមនេះហើយព្រោះខ្ញុំអត់គេងលើទេតោះសួរគេសិនDepths of silence, where echoes remain. You were the sunrise, and I was the rain. A collision of souls, opposing in flight. I was the darkness. ឥឡូវយើងរៀបចំតើឡើងនិយាយតែញ៉ាំបាយញ៉ាំសិនហើយនោះតុកយើងធ្វើអីញ៉ាំលើហើយខ្ញុំអត់ដឹងមានតែធ្វើអីខ្លះនេះដឹងតែមានសាច់គោហើយមានបន្លែខ្លះមានប៊ឺនេះបាយយើងរៀបចំដាក់ដាំហើយទៅដល់កន្លែងហ្នឹងគឺកន្លែងយើងធ្វើម្ហូបហ្មងឥឡូវអត់តន់ស្អាតទេជាមួយចំផឹកឡើងពេលថតឲ្យមើលទៅកន្លែងនេះដែលឃើញដៃខ្ញុំហ្នឹងកន្លែងហ្នឹងបរមហ្នឹងសើទឹកហ្នឹងអស់ហេ bro what are you doing យើងសាច់បាយ yo we got steak ឆេនុតយើងញ៉ាំសោសអីមួយ steak នេះ pepper sauce ឥឡូវគឺខ្ញុំចាប់ដើមស្លខ្លួនឯងហើយបាទហើយឥឡូវនេះយើងធ្វើស្ងោរជ្រក់សាច់គោមើលស្លយើងសម្រាប់អីបងប្អូនបាទអូកណ្ដងហ្នឹងអើយក្តៅហុយម្ទេសមកខ្ញុំដាក់2គ្រាប់ឥឡូវចង់ដឹងឲ្យតេស្តមើលបាទអូដាក់ទឹកផងអើយជួយឲ្យក្តៅសំដីអតិជនពិតទីខ្លោងឡាលីអូចុយអូយឥឡូវនេះគឺដល់ម៉ោងញ៉ាំបាយពេលយប់ហើយបងប្អូនបាទគឺម្ហូបមាន2មុខជៀនសាច់គោក៏ដូចជាស្ងោរជ្រក់សាច់គោបន្ទាប់ពីញ៉ាំហើយទៅគឺយើងទៅចែកគ្នាលេងដល់យប់ចឹងណាបងប្អូនយើងទៅចែកគ្នាបានមកសន្ទុះចឹងទៅក៏មានអារម្មណ៍ឲ្យរៀងទន់ភ្នែកស្អែកទៅញ៉ាំបាយហ៎អញ្ចឹងចាំមើលព្រឹកឡើងផងទៅ
ចូលព្យាយាមសាងកម្មថ្មី អេអេ កម្មល្អ ណែលោកអើយ បានផលថ្មី ទិញមីទិញមី ត្រឡប់មកវិញ កន្លំឡើងទំឃើញទេសភាពបងប្អូនមើលយកមិញនឹងងឹតពេកឥឡូវខ្ញុំបាយកាមេរ៉ាឲ្យមើលស្អាតមែនតើមិនអត់ទេបាទមានទឹកហូរអញ្ចឹងទៅហើយមិញខ្ញុំគេងនៅនោះបងប្អូនពេញតង់ខ្ញុំហ្នឹងសសបាទចាតែកន្លំឡើងក្មេងៗភូមិហ្នឹងគាត់មកលេងនៅហ្នឹងហើយមិញដើរទៅទិញមិញដើរទៅទិញឲ្យញ៉ាំបងប្អូនបាទមានមីហើយបាកាស ខ្ញុំទំទៅចាប់អារម្មណ៍ព្រលឹមឡើងសួរលេងមិនអីបងប្អូនដឹងអញ្ចឹងខ្ញុំយកតុកយកអីខ្ញុំមិនអង្គុយនឹងបាត់ឃើញទេនេះខ្ញុំដើរហ៎ទឹកយើទឹកកំងហ្មងហើយនិយាយថាទឹកគូត្រង់ថ្លាហ្មងអូនរត់ថ្លាហើយមួយទៀតយប់មិញខ្ញុំជួបមួយបងបាក់ថាណាគាត់ថាចេះទឹកនៅនេះគឺមានគ្រប់ខែហ្មងជាក់ស្ដែងខែនេះគឺខែ3អញ្ចឹងមកលេងគឺអត់ខ្លាចថាអត់ទឹកមានទឹកអីទេហ្មងយកធ្វើម្ហូបគេដែរបង Không chua. អូគេហ្នឹងនៅរស់ហ្មងនេះនេះបងស្រីទឹកខ្ញុំឆ្ងល់បាត់ធ្វើអីមិញគាត់នេះលេងក្តាមស្រស់ល្អ Lành ở nó cái đam đó. បាទខ្ញុំចូលចិត្តដែរខ្ញុំចូលចិត្តគេស្លម្ជូរល្ហុងហ៎ Năng rồi. អូហូបបាយអត់ច្រើនណាស់បងយេ Không sợ được. ដុតអីគេដុត Cái đất vui nữa. អូខេអូខេចឹងខ្ញុំអង្គុយហ្នឹង Dạ, họ khui cái năm bông chân vô mòn này. Ông mưa ai sân đấy, con mòn thằng mòn ai sân này phải tao thêm mưa ai mà. មានជក់អង្គដែរ Quá này kia lụa cũng nhiên gì tao cũng សាមើលអូអត់ប៉ុណ្ណោះ sáu cái này để sao. ហ្នឹងបាទអូខេនៅអូខេឥឡូវខ្ញុំដាក់កាមេរ៉ាលេងទឹកហើយលេងទឹកកូដដល់ហើយស្រួលយើងចឹងមកយើងអង្គុយនេះមកអូក្រុងវីដេអូ5ទៅខាយបងតារាមិនចិនអីទៅផងហ្នឹងមើលឲ្យបងអែមអែមអើយគេបងប្អូនគ្នាមន់ដុតតម្លៃ 35,000 បាទឃើញអត់បាទឃើញអត់នេះដុតតែបាទត្រង់បាទយើងចឹងមកបងណាសឹកពងហ่ะ
បន្ទាប់ពីញ៉ាំបាយថ្ងៃហើយគឺពួកខ្ញុំរៀបចំអីវ៉ាន់គឺទៅផ្ទះឲ្យបងប្អូនបាទដោយសារអីពេលថ្ងៃឡើងកន្លែងនេះគឺមានអារម្មណ៍ថាមានមនុស្សម្លេងយ៉ាងច្រើនដែរហើយពួកខ្ញុំពេលដែលចេញពីនេះទៅភ្លាមហ្នឹងគឺអត់តន់ទៅផ្ទះភ្លាមទេគឺនៅទៅលេងមកកន្លែងទៀតនៅជិតហ្នឹងដែរមានឈ្មោះថា Chi River កន្លែងរបស់គាត់ហ្នឹងដូចជារបៀប resort ដែរបងប្អូនស្អាតមែនទែនមានទឹកមានអីលេងដូចគ្នាហើយការរៀបចំរបស់គាត់ក៏ស្អាតដែរក៏មកកន្លែងគាត់ឆ្លៀតមកលេង snorkel 2នាក់អញ្ចឹងណាបងប្អូនជាឈៀលដល់យើងអាសៀលបន្តិចបានពួកខ្ញុំទៅផ្ទះវិញហើយវីដេអូគាត់មាននេះទៀតដែរបងប្អូនគឺមានតែជិះទៅផ្ទះវិញនឹងឯងគុណបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សង្ឃឹមថានឹងជួបបងប្អូននៅវីដេអូក្រោយទៀតបាយបាយ